ធ្លាក់ស្ទើរតែដូចដំណក់ទឹកភ្លៀងឬពេញផែនបស្ធានៅតំបន់ព្រំដែនកម្ពុជាយើងទៅហើយគួរអាសូរមែនតើក៏ប៉ុន្តែបងប្អូនតែយ៉ាងណាក៏ថ្ងៃនេះក៏ឃើញថាមានការវិវត្តខ្លះដែរតើតើនឹងការចរចាគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី3នេះដែលមានលទ្ធផលមួយចំនួនដែលខ្ញុំនឹងជម្រាបជូននិងផ្ដល់ការសង្កេតលំអិតដូចតទៅបាទទី1គឺការបាញ់គ្នានឹងផ្អាក72ម៉ោងសាកល្បងសិនតាមលក្ខខណ្ឌរបស់ថៃនាយករដ្ឋមន្ត្រីចាំផ្ទះថៃថាថៃនឹងពិចារណាដោះលែងទាហានខ្មែរទាំង18នាក់ជាថ្នូរនឹងកម្ពុជាព្រមឈប់បាញ់តដៃថៃ72ម៉ោងសាកល្បងនេះរដ្ឋមន្ត្រីការបរទេសអាមេរិកទូរស័ព្ទទៅលោកហ៊ុនម៉ាណែតបញ្ជាក់ជំហរអាមេរិកឡើងវិញរឿងចំនួនព្រំដែនកម្ពុជាថៃតើគាត់បញ្ជាក់ជំហរអ្វីទៀតហើយបាទភូមិព្រៃច័ន្ទនិងភូមិជោគជ័យដ៏អាភ័ព្វរងគ្រាប់សុសខ្លួននៅថ្ងៃទី3នៃការចរចាទាហានថៃនិមន្តព្រះសង្ឃទៅសូត្រមន្តនៅប្រាសាទតាក្របីដែលថៃវាយដណ្ដើមបានពីខ្មែរទាហានថៃ3នាក់ទៀតស្លាប់នៅសមរភូមិប្រយុទ្ធនៅភូមិជោគជ័យថៃត្រៀមជើងព្រួលសម្រាប់ការបោះឆ្នោតជាតិថ្ងៃ8កុម្ភៈទោះចំនួនព្រំដែនមិនទាន់ដាច់ស្រេចការសង្កេតជំវិញសង្គ្រាមភូមិសាស្ត្រនយោបាយនៃចំនួនព្រំដែនកម្ពុជាថៃនិងសរុបព្រឹត្តិការណ៍ប្រចាំថ្ងៃនេះបាទបងប្អូនបង្អែមលៀងមាត់មកផ្ទះធំនេះគឺមានដដែលហើយថ្ងៃនេះគឺភាគច្រើនគឺជំវិញលទ្ធផលនៃកិច្ចប្រជុំ3ថ្ងៃនៃគណៈកម្មាធិការព្រំដែនទូទៅ GVC នេះឯងហើយមុននឹងខ្ញុំចូលដល់ព័ត៌មានលម្អិតក៏ខ្ញុំកោតសរសើរក្រុមការងារកម្ពុជាកិច្ចការព្រំដែនដែលបញ្ជូនគណៈប្រតិភូទៅចូលរួមចរចាជាមួយនឹងភាគីថៃនៅក្នុងស្ថានភាពដ៏លំបាកលំបិនបំផុតស្ថានភាពចរចាជាមួយប្រទេសថៃនេះគឺមានភាពលំបាកលំបិននឹងដោយសារតែស្ថានភាពយើងចាញ់ប្រៀបគេច្រើនពេកទី1ទាហានយើង18នាក់នៅក្នុងដៃថៃអត់ទាន់បានដោះលែងទេទី2ថៃវាយសន្ធាប់គ្រប់សមរភូមិទាំងអស់នៅក្នុងទល់ដែនដែលថៃឈរជើងបានស្ទើរគ្រប់សមរភូមិទាំងអស់ដែលរឿងនេះក៏កម្ពុជាមិនមានប្រៀបជាមួយថៃសោះនៅក្នុងការចរចាទី3តកតងនឹងរឿងទឹកដីម្ចាស់ផ្ទះគឺប្រទេសថៃដែលជាអ្នកដែលឈ្លានពានយើងអ្នកបំផ្លាញយើងអ្នកផ្លោងគ្រាប់ទម្លាក់គ្រាប់ចូលជ្រៅដល់ដែនអធិបតេយ្យកម្ពុជារហូតដល់ជិត90គីឡូម៉ែត្រនៅក្នុងដែនរហូតដល់ស្រីស្នំខេត្តសៀមរាបឯណោះដែលការទម្លាក់គ្រាប់ដោយកក្លឿននឹងមិនញញើតច្បាប់អន្តរជាតិបែបនេះគឺវាពិតជាបង្កឲ្យមានហានិភ័យនិងការភិតភ័យខ្លាំងណាស់សម្រាប់មន្ត្រីជាតិខ្មែរដែលទៅចូលរួមនៅក្នុងកិច្ចប្រជុំនោះមិនដឹងថាទៅនឹងបានមកវិញឬក៏យ៉ាងណាព្រោះនៅក្នុងដែនដីគេអាចធ្វើអ្វីក៏បានដែរព្រោះទាហានយើងគេយកទៅឃុំខ្លួនដោយខុសច្បាប់ជាចំណាប់ខ្មាំងរាប់ខែទៅហើយគេមិនទាំងដោះលែងមកគេទម្លាក់គ្រាប់ស្រេចតែក្បាលចិត្តគេតើមានរឿងអីដែលយើងទៅជឿថាថៃជាអ្នកគោរពច្បាប់គោរពទម្លាប់ដូច្នេះពួកគាត់នៅតែអាចទៅចូលរួមដើម្បីចរចាបំណងយ៉ាងណាដើម្បីបន្ធូរបន្ថយភាពតានតឹងព្រំដែននេះគឺពួកគាត់ទាំងអស់ទទួលបានការគោរពនិងកោតសរសើរពីខ្ញុំដែរតកតងនៅក្នុងការដែលក្លាហាននៅក្នុងការចូលរួមទៅចរចាឲ្យបងប្អូនមិនបាច់ភ្ញាក់ផ្អើលអំពីលទ្ធផលទេព្រោះយើងទៅចរចានៅក្នុងនាមគេមានប្រៀបដូច្នេះបានប្រមាណគឺជារឿងដែលអកុសលប៉ុន្តែយើងអត់មានជំរឿអីទេបើតាមខ្ញុំយល់ថាកម្ពុជាអត់មានជំរឿអ្វីតតែសោះគឺយើងទៅចរចាគេដើម្បីបង្ក្រប់កិច្ចឲ្យគេយកយើងធ្វើជាបាវសាក់ដើម្បីវាយហើយទៅគេចាប់ផ្ដើមកែប្រវត្តិសាស្ត្រម្ដងទៀតដើម្បីធ្វើឲ្យយើងមើលទៅคล้ายទៅជាជាតិសាសន៍មួយប្រទេសជាតិមួយដែលអន់ថយដែលចាញ់ប្រៀបគេគ្រប់រឿងប៉ុន្តែណាស់ហើយដើម្បីសុខសន្តិភាពដើម្បីរួចផុតពីការធ្វើទុកបុកម្នេញរបស់គេបើយើងខ្សោយយើងធ្វើយ៉ាងម៉េចមានជំរឿអីក្រៅពីហ្នឹងនៅពេលដែលសហគមន៍អន្តរជាតិនាំគ្នាប្រលេះដៃចោលយើងឬក៏ប្រងើយកន្តើយមិនមើលការអំពាវនាវស្រែករបស់ខ្មែរស្អកកទៅហើយនេះបាទឥឡូវចូលដល់រឿងចាក់ស្ដែងតើការផ្អាកបាញ់គ្នា72ម៉ោងសាកល្បងសិនតាមលក្ខខណ្ឌថៃនេះមានន័យយ៉ាងដូចម្ដេចឈប់បាញ់កាលគេចុះហត្ថលេខានឹងកាលហើយមានលក្ខខណ្ឌអីផ្សេងទៀតចុះអាលក្ខខណ្ឌមកកណក៏ដឹកដែលដាក់ដែលខាងភាគីកម្ពុជាតាមរយៈលោកទាសីហាដែលលិខិតមួយដែលផ្ញើទៅលោកណត្តពងណាផានិចកាលពីថ្ងៃទី22ខែធ្នូដែលคล้ายទៅជាកម្មវត្ថុនៅក្នុងការវាយប្រហារគ្នាឡើងចាស់ដៃដែរនោះបានផលអីដែរទេលក្ខខណ្ឌដែលខាងកម្ពុជាដាក់ទៅស្នើសុំនោះទៅបានអីដែរទេហើយតើថៃដាក់មក3ចំណុចនោះ
គ្រប់ដែរទេហេតុអីបានជាចេញជាលក្ខខណ្ឌនៃការជប់បាញ់72ម៉ោងសាកល្បងសិនបែបនេះទៅវិញបាទឥឡូវយើងអត់ភ្ញាក់ផ្អើលទេបងប្អូនព្រោះអីកម្ពុជាស្នើសុំឲ្យថៃឈប់បាញ់និយាយទៅឈប់បាញ់ព្រមគ្នាឆាប់តាមតែអាចធ្វើទៅបានក៏ប៉ុន្តែស្រាប់តែចេញការផ្អាកបាញ់គ្នារយៈពេល72ម៉ោងសាកល្បងសិននេះគឺជាសំណើរបស់ថៃអឺតាមពិតខាងកម្ពុជារាល់ពេលដែលចាប់ប្រជុំគឺយើងអត់ដែលមានសេចក្តីថ្លែងការណ៍លម្អិតអំពីថាតើយើងជជែកអីខ្លះនៅក្នុងកិច្ចប្រជុំហ្នឹងទេជាការពិតហើយនៅក្នុងកិច្ចប្រជុំសម្ងាត់ឬក៏កិច្ចប្រជុំអីមួយចំនួនកិច្ចការរាក់ជ្រៅមួយចំនួនខាងការពារជាតិរបស់កម្ពុជាមានសិទ្ធិគ្រប់គ្រាន់នៅក្នុងការមិនចាំបាច់ចែកព័ត៌មានប្រាប់ឲ្យសាធារណជនដឹងក៏បានដែរព្រោះវាជាការលាក់ការសម្ងាត់របស់ជាតិឬក៏អីអញ្ចឹងក៏ប៉ុន្តែកិច្ចប្រជុំនេះគឺជាកិច្ចប្រជុំរវាងភាគីកម្ពុជានិងភាគីថៃដែលភាគីកម្ពុជាតំណាងឲ្យប្រជាពលរដ្ឋខ្មែរ17លាននាក់ភាគីថៃតំណាងឲ្យប្រជាពលរដ្ឋថៃ78លាន80លាននាក់ដូច្នេះប្រជាពលរដ្ឋទាំងសងខាងត្រូវការដឹងព័ត៌មានតែគេជជែកអីយើងដឹងហើយថាតែយើងអត់ដឹងការជជែកអីវាបង្កើតឲ្យមានពាក្យចចាមអារាមវាបង្កើតឲ្យមានការប្រឌិតព័ត៌មានវាបង្កើតឲ្យមានការបំពុលព័ត៌មានក៏ប៉ុន្តែអាការបំពុលព័ត៌មានទាំងអស់នេះមិនមែនជាកំហុសអ្នកបំពុលទេគឺជាកំហុសរបស់រដ្ឋាភិបាលកម្ពុជាក្នុងការអត់បញ្ចេញព័ត៌មានឲ្យគេដឹងដើម្បីដោយអារឿងលិខិតរបស់លោកទាសីហាអញ្ចឹងពេលដែលចេញលិខិតថ្ងៃ22ខែធ្នូទៅថៃអត់ប្រាប់ឲ្យគេដឹងតតែថៃគេចាត់ទុកថាលិខិតសម្ងាត់វាធ្វើឲ្យបែកការគេចោទថាកម្ពុជាបោះដៃសុំគេចរចានៅពេលដែលយើងជាជនរងគ្រោះអីអញ្ចឹងទៅដូច្នេះអាបញ្ហាដែលអាចនឹងទប់បានទៅជាទប់មិនបានវាធ្វើឲ្យមុខមាត់កម្ពុជាហ្នឹងគឺអាប់អោនលើឆាកអន្តរជាតិដោយសារប្រព័ន្ធផ្សព្វផ្សាយរបស់គេយកមកវាយប្រហារហើយវាធ្វើឲ្យពាក្យចចាមអារាមការដែលបកស្រាយហ្នឹងក៏ឡាយវែងឆ្ងាយតទៅទៀតអញ្ចឹងទៅឥឡូវនេះពីខាងកម្ពុជាអត់ដឹងថាកិច្ចចរចាហ្នឹងគេជជែកពីអីទេមានសេចក្តីថ្លែងការណ៍ពីក្រសួងការពារជាតិមួយដែរនិយាយថាកិច្ចចរចាបានចាប់ផ្ដើមពីម៉ោងប៉ុណ្ណេះទៅចរចានិយាយតែពីរឿងធ្វើម៉េចឲ្យមានបទឈប់បាញ់វិលទៅរកភាពប្រក្រតីឡើងវិញអីចឹងទៅហើយចង់ឲ្យគោលដៅធំបំផុតគឺចង់ឲ្យងាកទៅគោរពបទឈប់បាញ់ដែលព្រមព្រៀងគ្នាកាលពីថ្ងៃទី26ខែតុលានៅឯទីក្រុងកាឡាលំពួរប្រទេសថៃប្រទេសម៉ាឡេស៊ីតែប៉ុណ្្នឹងឯងក៏ប៉ុន្តែបើខាងថៃវិញគឺកាសែតថៃចម្រុះរៀបរាប់តាំងពីចំណុចចូលទៅដំបងនឹងយ៉ាងម៉េចចាប់ដៃគ្នានឹងយ៉ាងម៉េចចេញមកនឹងក្តៅកគុកនឹងយ៉ាងម៉េចកម្ពុជានឹងដាក់សំណើប្រមាណទៅថៃនឹងគេដាក់ឡងមកវិញចេះទៅហើយតតាំងគ្នាអញ្ចឹងម៉ោងប៉ុណ្ណេះជួបគ្នាអញ្ចេះម៉ោងប៉ុណ្ណេះទៀតអីអញ្ចឹងទៅពេលព្រឹកគេនិយាយអញ្ចេះដល់ពេលថ្ងៃគេនិយាយចេះទៅគឺថាគេរៀបរាប់មកហ្នឹងគឺធ្វើឲ្យយើងគិតថាជួនកាលថៃគេថែមថយអីស្រេចអញ្ចឹងប៉ុន្តែថៃគេមានព័ត៌មានអាយើងអត់មាននេះដល់ពេលយើងអត់មានយើងស្ងាត់ឈឹងឥឡូវចូលដល់រឿងការផ្អាកបាញ់គ្នា72ម៉ោងសាកល្បងសិនគឺតាមលក្ខខណ្ឌថៃទៀតមានន័យថាយ៉ាងម៉េចបងប្អូនលោកអនុទិនច័ន្ទវរៈគុលថ្ងៃនេះផ្ដល់ប័ណ្ណសម្ភាសទៅអ្នកសារព័ត៌មានរបស់ថៃលោកលើកថាថៃបានកំណត់លក្ខខណ្ឌឲ្យកម្ពុជាអនុវត្តប្រហែលជាខ្ញុំសង្ខេបបន្តិចថាបើចេញលក្ខខណ្ឌបែបនេះអាចបានន័យថាថៃដែលស្នើឲ្យកម្ពុជាប្រកាសឈប់បាញ់មុនប្រហែលជាមិនជោគជ័យដែរបើយើងនិយាយទៅកម្ពុជាដូចប្រកាន់ចំហរៀងតឹងខ្លួនឯងដែរណាព្រោះថៃទាមទារដាច់ខាតដំបូង3លក្ខខណ្ឌណាបងប្អូនចាំទេ3លក្ខខណ្ឌមុននឹងចរចានេះទី1គឺឲ្យកម្ពុជាប្រកាសឈប់បាញ់មុនទើបថៃព្រមអនុវត្តតាមក្រោយទី2គឺប្រកាសឈប់បាញ់ហើយត្រូវបង្ហាញថៃឲ្យឃើញទៀតថាខ្លួនពិតជាឈប់បាញ់មែនអត់មានសម្ោចក្នុងខោអីចឹងទៅអាហ្នឹងតាមថៃគេចង់បានហើយត្រូវឲ្យមានអ្នកសង្កេតការអាស៊ានហ្នឹងតាមឃ្លាំមើលថាតើកម្ពុជាអនុវត្តបានអត់គេហ្នឹងគេជាអ្នកអង្គុយអោបដៃមើលថាតើចរិតយើងយ៉ាងម៉េចប្រកាសហើយហ្នឹងអនុវត្តហ្នឹងដូចការប្រកាសអត់ទៀតអាហ្នឹងចំណុចគេចង់បានទី3គឺដោះមីនមនុស្សធម៌ឲ្យអស់លក្ខនឹងលក្ខអញ្ចឹងទៅលក្ខខណ្ឌទាំង3នេះគឺជាលក្ខខណ្ឌស្លាប់រស់សម្រាប់កម្ពុជាដែរពួកអីពិបាកប៉ុន្តែនៅក្នុងហ្នឹងគឺយើងអត់ឮកម្ពុជាសរសេរមកថាយ៉ាងម៉េចទេប៉ុន្តែខាងភាគីថៃគេសរសេរមករៀបរាប់ពីព្រឹត្តិការណ៍តាមសារព័ត៌មានថៃហ្នឹងគឺថាកម្ពុជាជំទាស់ទៅនឹងអាការដែលប្រកាសបាញ់មុនហ្នឹងគឺចង់ឲ្យប្រកាសព្រមគ្នាអត់ចង់ឲ្យថៃយកឱកាសមកចោទកម្ពុជាថាជាអ្នកដែលទៅលុនតួលុតជង្គង់សុំជប់បាញ់មុនអីបើអញ្ចឹងខ្លាចជាជនរងគ្រោះសំទោសខ្លាចទៅជាជនប្រព្រឹត្តដៃដល់វិញតែខ្លួនឯងជាជនរងគ្រោះ
ដោយដូច្នេះក្នុងន័យនេះគឺយើងលើពីថៃទេដែលថាកម្ពុជាតឹងតសៃក៏ប៉ុន្តែចុងក្រោយគឺនៅទីបំផុតខាងភាគីថៃទៅវិញទេដែលគេដាក់សំណើមកដាក់លក្ខខណ្ឌឲ្យយើងលក្ខខណ្ឌនេះគឺបានន័យថាត្រូវឲ្យកម្ពុជាឈប់បាញ់72ម៉ោងសាកល្បងសិនដោយរាប់ចាប់ពីថ្ងៃស្អែកទៅបានន័យថាម៉ោងប៉ុន្មានបងប្អូនថ្ងៃស្អែកហ្នឹងអ្នកណាទៅដឹងម៉ោងប៉ុន្មានបើគេអត់ប្រាប់សោះតែខ្ញុំអាចសន្និដ្ឋានបានការសន្និដ្ឋានរបស់ខ្ញុំគឺដោយសារតែថ្ងៃស្អែកនេះត្រូវនឹងថ្ងៃទី27ខែធ្នូដែលរដ្ឋមន្ត្រីក្រសួងការពារជាតិកម្ពុជានិងរដ្ឋមន្ត្រីក្រសួងការពារជាតិនៃរដ្ឋាភិបាលចាំផ្ទះថៃលោកណាតភងណាផានិចនឹងជួបគ្នាកម្រិតកម្ពូលនៃក្រសួងការពារជាតិនៅក្នុងក្របខ័ណ្ឌនៃគណៈកម្មាធិការកិច្ចការព្រំដែនទូទៅ GBC នេះដែលជួបគ្នានៅទឹកដីថៃប៉ុន្តែអ្វីវាជាការព្រមព្រៀងគ្នាបានរួចទៅហើយព្រោះអីខាងកម្ពុជាបើតាមអ្វីដែលសារព័ត៌មានថៃបញ្ជាក់គឺបានសរសេរសេចក្តីព្រៀងនៃកិច្ចព្រមព្រៀងគ្នានេះដល់មានសេចក្តីព្រៀងដល់ទៅ6ដងបានន័យថាកម្ពុជានឹងក៏ពិបាកដែរសរសេរ6លើកគឺតតែលើកទី6បានចេញទៅអាចនឹងទទួលយកទៅខាងភាគីថៃហ្នឹងក៏គេឥឡូវនេះក្រុមប្រឹក្សាសន្តិសុខរបស់ប្រទេសថៃហ្នឹងគេបានកោះប្រជុំពិសេសអីរួចរាល់ហើយដែលលោកអនុទិនច័ន្ទវរៈគុលប្រហែល2ម៉ោងមុននេះបានចេញមកប្រកាសថាក្រសួងសន្តិសុខជាតិថៃព្រមអនុញ្ញាតឲ្យលោកណាត់តភងណាផានិចដែលជារដ្ឋមន្ត្រីក្រសួងការពារជាតិថៃហ្នឹងមកតំណាងឲ្យភាគីថៃចូលមកចុះហត្ថលេខាទៅលើសេចក្តីថ្លែងការណ៍រួមលោកអនុទិនច័ន្ទវរៈគុលប្រើពាក្យសេចក្តីថ្លែងការណ៍រួមមួយទៀតហើយបានន័យថាម៉េចសេចក្តីថ្លែងការណ៍រួមអំពីការឈប់បាញ់សាកល្បង72ម៉ោងមិនមែនការឈប់បាញ់គ្នាដោយជានិរន្តរ៍ទេណាគឺការសាកល្បងសេចក្តីថ្លែងការណ៍រួមនៃការឈប់បាញ់គ្នាសាកល្បង72ម៉ោងសិនហេតុអីបានជា72ម៉ោងសិនថៃកំណត់លក្ខខណ្ឌបែបនេះហើយកម្ពុជាទទួលយក72ម៉ោងនេះគឺបានន័យថាអញ្ចេះអ្វីដែលមាននៅក្នុងអ្វីដែលជាសន្និសីទសារព័ត៌មានរបស់ខាងថៃនោះដែលលោកអនុទិនច័ន្ទវរៈគុលលើកឡើងហ្នឹងគឺគេដាក់លក្ខខណ្ឌមួយថាក្នុង72ម៉ោងហ្នឹងឲ្យតែលឺផ្ទុះគ្រាប់តែមួយគ្រាប់ពីភាគីកម្ពុជាក៏ចាត់ទុកថាលក្ខខណ្ឌ72ម៉ោងនេះគឺនឹងរលាយសូន្យបង់ហើយវិលទៅវាយគ្នាវិញដដែលនេះគេគម្រាមអញ្ចឹងទៀតវាអកុសលមែនតើប៉ុន្តែបងប្អូនយើងឮតែពីខាងថៃទេណាខ្ញុំនិយាយនេះគឺមិនមែនបានន័យថាខាងកម្ពុជាស្ងាត់មាត់ឈឹងហ្នឹងគឺមិនមានអីតបតទៅគេសោះហើយចាំមើលសេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិឬរដ្ឋាភិបាលកម្ពុជាបន្ថែមទៀតដែរព្រោះអីបើយើងនិយាយបែបនេះទៅវាហាក់បីដូចជាថៃហ្នឹងដូចជាអំនួតនោះវាហួសកាឡាហួសខ្នាតពេកហើយបើស្ដាប់មើលណាក៏ប៉ុន្តែខ្ញុំក៏អត់ឆ្ងល់ដែរបើសិនជាថៃដាក់លក្ខខណ្ឌបែបនេះហើយទៅកម្ពុជាត្រូវទទួលគឺកម្ពុជាអត់មានជំរឿនអីទេយើងទៅនឹងយើងឲ្យតែមានបទឈប់បាញ់ឲ្យបានឆាប់តាមដែលអាចធ្វើទៅបានទេទៅក្នុងទម្រង់ណាក៏ដោយគ្រាន់តែថាមិនទទួលមួយគឺមិនឲ្យកម្ពុជាប្រកាសឈប់បាញ់មុនអញ្ចឹងបើមានសេចក្តីថ្លែងការណ៍រួមដែលជាលក្ខខណ្ឌរបស់ថៃក៏ដោយអានេះមិនតែនទៅដូចតែខ្មែរឈប់បាញ់មុនដដែលទេបងប្អូនវាគ្រាន់តែឆ្កែវាយសារ៉ាទេខ្មែរអត់ប្រកាសមុនតែសុកចិត្តឲ្យថៃដាក់លក្ខខណ្ឌទៅឲ្យខ្មែរអនុវត្តដូចតែគ្នាហ្នឹងបើយើងប្រកាសឈប់បាញ់មុនហើយចែកថៃចាំមើលវាអត់មានខុសអីទេមកតបនឹង4 1ឡូនឹង12មួយផ្លូន40បាទយើងប្រើមួយណាក៏បានដែរគឺបានន័យថាលក្ខខណ្ឌនេះគឺដូចខ្មែរប្រកាសឈប់បាញ់មុនដដែលហ្នឹងព្រោះអីហេតុអ្វីបានអញ្ចឹង72ម៉ោងនេះថៃគេថានឹងមានអ្នកសង្កេតការចាំឃ្លាំមើលថាតើមានផ្ទុះអាវុធចេញពីភាគីកម្ពុជាតដៃថៃទៀតដែរឬអត់អាក្រក់មែនតើនៅពេលដែលយើងវាយគ្នាឡើងទុនទុសាច់ចូលទន្ទានឈ្លានពានគ្រប់ដែនអធិបតេយ្យវាយគ្រប់គ្រងតំបន់ស្ទើរតែអស់នៅគ្រប់ព្រំដែនតែអស់បងប្អូនឈឺចាប់ហើយខ្ញុំនិយាយថាទាំងអស់នេះមកដល់ម៉ោងនេះគ្មានតំបន់ណាមួយដែលថៃប្រកាសថាគ្រប់គ្រងបានត្រូវបានកម្ពុជាប្រាប់ថាយើងដកដណ្ដើមមកវិញបានទេអត់ទេយ៉ាងតិចក៏16ទីតាំងដែររាប់ទៅបងប្អូនរាប់ទៅទាំងអាចច្រកអានសេះទាំងប្រាសាទតាកបីធំជាងគេគឺប្រាសាទតាកបីនេះណាហើយនឹងច្រកអានសេះប្រាសាទស្អីទីតាំងផ្សេងទៀតដែលថៃប៉ុនប៉ងចង់វាយយកក្រោយអាវាយបាន10ទីតាំងកាលពីដើមមកនោះគឺថៃយកថែមបាន16ទីតាំងទៀតហើយកម្ពុជាយើងគឺមានតែដកថយហើយវាអត់មានអីតបនឹងគេព្រោះអីគេប្រើអាយន្តហោះប្រដេញគ្រប់ប្រភេទរបស់គេយើងវាអត់មានអាសំណាញ់មេឃដែលយើងសន្យាថាបាញ់នឹងធ្លាក់តែមួយក៏អត់ដែរដូច្នេះយើងទៅតដៃអីជាមួយនឹងគេបាននោះ
thể hiện dương ong ai kla han cứ dương sạt xa khơi nhờ xa rồi bỏ nè nom bịរដ្ឋាភិបាលកម្ពុជាហ្នឹងគឺមិនភ្លេចសរសើរមិនដាច់ពីមាត់នៃវីរភាពរបស់កងទ័ពខ្មែរយើងជួរមុខតាមពិតការសរសើរនេះគឺមិនខុសទេគឺត្រឹមត្រូវហើយកងទ័ពជួរមុខយើងគួរតែទួលបានការសរសើរដ៏ស្មោះអស់ពីដួងចិត្តព្រោះអីយើងទៅតតាំងជាមួយថៃដូចយើងយកដៃទៅទេទៅវាយគេមានដាវសាមរ័យផងមានកបិតស្នៀតផងមានផ្គាក់ផងមានស្នាប់ដៃផងនិយាយទៅគឺគេមានមួយឈុតយើងទៅដៃទៅទេតែម្ដងហើយយើងហ៊ានតតាំងជាមួយគេបានមកសន្ទុះធំដែរនេះគឺជាវីរភាពដ៏អស្ចារ្យប៉ុន្តែនៅពេលដែលយើងកំពុងតែសរសើរកងទ័ពយើងនៅជួរមុខហ្នឹងណាគឺនៅពេលជាមួយគ្នាហ្នឹងគឺយើងអត់បានជួយកងទ័ពយើងឲ្យអស់ពីលទ្ធភាពដែលអាចធ្វើទៅបានណាអាការដែលយើងថាបើយើងចង់ឲ្យទៅវាយគ្នាជាមួយគេទៅបញ្ជូនថាក្លាហានណារុញទៅក្លាហានណាអ្នកក្លាហានណាខ្ញុំលើកអ្នកជាវីរៈបុរសប៉ុន្តែអាគេមកដូចខ្ញុំនិយាយចឹងកបិតផ្គាក់ផងមានកភ្លើងខ្លីផងស្ដាប់ដៃផងមានដាវសាមរ័យដាវអីប្រងព្រាតមកគេយកមកចាក់ឆ្វាច់មកយើងហើយយើងណាទៅដៃទៅទេយើងចិត្តតែត្បុលចូលទៅហើយយើងខាងក្រោយចិត្តតែវីរៈទាំងអស់គ្នាទៅគឺស្លាប់ដោយសារអីតែថាយើងមិនអាចនឹងទៅជួយគាត់បានតែថាយ៉ាងហោចណាស់ក៏យើងមានខែលយើងមានអីទប់យើងទម្លាក់អាដាវរបស់គេនឹងឲ្យអស់បានទៅដើម្បីឲ្យវាយដៃនឹងដៃទៅអាហ្នឹងក៏លោស្មើគ្នាហើយបើថាគេមានរៀងកាអាញជាងក៏ដោយបើថាដៃទៅទេដូចគ្នាអាហ្នឹងសរសើរយើងខ្លាំងមែនតើចូលវាយយកហ្មងគឺថាយើងស៊ូយើងតូចមានល្អិតជាងម៉ែប៉ុន្តែយើងស៊ូវាយត្រូវកន្លែងណាក៏បានដែរឲ្យតែបានវាយតដៃវិញអានឹងបង្ហាញអំពីវីរភាពប៉ុន្តែនៅក្នុងសង្គ្រាមនេះគឺជាសង្គ្រាមដ៏អយុត្តិធម៌សង្គ្រាមគ្មានវាហៅថាបើយើងនិយាយបាល់ទាត់គឺវាអត់មាន fair play គូមកខាងទៀតនោះបោចសក់ផងទាញសម្រាតខោផងប៉ែងជើងផងលូតមកធាក់ហងអុកដួលហើយអាញាកដាលធ្វើតែម្ដងយកមកឲ្យបណីកាតក្រហមទៅអាគ្នាអ្នកជនរងគ្រោះឯណៃទៅវិញវាអត់មានសង្គ្រាមបែបហ្នឹងនឹងមានយុត្តិធម៌សម្រាប់កម្ពុជាសំបីតែបន្តិចខ្ញុំជឿថាយើងត្រូវតែសរសើរវីរភាពរបស់គាត់មិនដឹងជាអស្ចារ្យប៉ុណ្ណាទេនៅក្នុងស្ថានភាពដែលអយុត្តិធម៌ប៉ុណ្ណឹងឲ្យគាត់នៅតស៊ូបានណាវាជារឿងអស្ចារ្យណាស់អញ្ចឹងបានថាបេះដូងរបស់កម្ពុជានៅជាមួយនឹងកងទ័ពយុទ្ធមិត្តយើងនៅជលទល់ដែនដែលសរសើរវីរភាពក៏ប៉ុន្តែខ្ញុំនៅតែគិតថាវីរភាពរបស់ពួកគាត់នេះនឹងប្រសើរខ្លាំងក្លាហើយអាចសង្គ្រោះជីវិតគាត់បានយ៉ាងសន្ធឹកបើយើងមាន F16 តថៃបើយើងមាន Gripen Fighter Jets បើយើងមានសំណាញ់មេឃបើយើងមានអីទម្លាក់អារថក្រោះទុនយន្តហោះរបស់ថៃនឹងឲ្យបានត្រឹម 4-10 គ្រឿងក៏ថៃរឯងមិនហ៊ានចូលមកធ្វើឲ្យទាហានយើងរងាដែរប៉ុន្តែយើងប្រឹងអស់ពីលទ្ធភាពយើងបានប៉ុណ្ណឹងដែរប៉ុន្តែបងប្អូនឥឡូវហ្នឹងគឺគេវាយស្រោចគ្រប់គ្រងដែនអធិបតេយ្យរបស់យើងហើយអ្វីដែលគួរឲ្យរំជួលចិត្តហ្នឹងគឺថ្ងៃនេះនៅពេលដែលប្រព័ន្ធព័ត៌មានកម្ពុជាហ្នឹងគឺប្រឌិតព័ត៌មានអាចថាខ្ញុំថាថៃក៏គេប្រឡប់ដែរតែយើងនាំគ្នា share អាការលើកមុនដែលថាប៊ុនស៊ិនបាត់ខ្លាំងមេតបថៃអតីតមេតបថៃភូមិភាគ2គេចូលទៅប្រាសាទតាកបីហ្នឹងយើងថាអត់ទេឥឡូវហ្នឹងថ្ងៃនេះប្រសង់3អង្គជាមួយនឹងមានប្រជាប្រដ្ឋស៊ីវិលប្រមាណអ្នកទៀតហ្នឹងគេទៅដល់ប្រាសាទតាកបីទៅចយន្តោប្រោះព្រំប្រសិទ្ធិសេរីសួស្ដីនៅអាប្រាសាទដែលខ្លួនឯងបំផ្លាញខ្ទេចទៅដុតធូបអីទៅបន់ស្រន់អីឲ្យប្រកាសតើយើងស្រឡាញ់ប្រាសាទគេដូនតារបស់ខ្មែរចង់បានទៅគ្រប់គ្រងស្មោះត្រង់ហេតុអីបានយើងបំផ្លាញវាបើសិនជាយើងស្រឡាញ់ចង់ការពារវាឲ្យគង់វង្សវាជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិមួយដែរហេតុអីបានអ្នកបំផ្លាញវាខ្ទេចអស់ដូច្នេះឥឡូវនេះគឺហ្នឹងហើយយើងឃើញហើយប្រសង់អីថៃអីគេនិមន្តទៅពពាក់ពពូនហ្នឹងគឺដើម្បីបង្ហាញថាប្រាសាទតាកបីគឺគេគ្រប់គ្រង 100% ហើយខ្លាចគេលោកខ្មែរយើងមិនជឿថាគេគ្រប់គ្រងព្រោះអីយើងមែនតើទៅគឺអារបស់ទ្រព្យដែលគេលួចហើយហ្នឹងខ្មែរយើងទទួលយកមិនបានថាគេលួចសុកចិត្តខ្លែងឯកសារថាគេមិនលួចវាទៅកែអាសេចក្តីពិតទៅជាសុបិនទៅវិញណាឲ្យជឿតាមគ្នាទៅថាអាហ្នឹងសុបិនទេមិនមែនជាការពិតទេព្រោះវាដូចថាក្នុងចិត្តហ្នឹងវាស្ដាយពេកតែមិនដឹងយកអ្វីបានមកវិញអញ្ចឹងមានតែបង្កើតឲ្យមានក្តីសុបិនដូច្នេះឲ្យប្រឡប់សតិអារម្មណ៍ខ្លួនឯងទៅដែលជួនកាលគឺយើងធ្វើឲ្យយើងចាញ់កលសត្រូវរបស់យើងដោយសារអីយើងអាឡ័យតែខ្លែងព័ត៌មានប្រឡប់គ្នាឯងហើយដល់ពេលសត្រូវយកអត់ព្រមយកអាវិធានការយុទ្ធសាស្ត្រថាឥឡូវរបស់គេយកបានហើយយើងជឿទៅ 100% តោះឈប់
tới tụm lọp krọ môi nó không ca mình chưa tại kê lùi rồi có plan vô ban năng hai nó cứ dương cài mà chưa hay nom kia co sang lùi đam đông kia đăng kê vinh tia kê ở khang tại ban với nhà năng bàn thà vì chi chủng rớt đó trầm trừ đô phật cùng nứt vinh bong pôn na đô phật cùng nứt vinh tổ tua score ca bật môi thà đây khmai nơi đầm bắn prom đan chran ti tăng thay do ban ở hai tỷ hiền khmai đọ thoi ở hai tổ tua score ca bật tới ở ai tê vì ở chẳng ray ai tê hai con mình men chỉ dương từ thọc tiếp ai na dương năng từ dương vay dương từ hiền dương to su ông ai kla han năng từ chran tháng ngày hay đập tháng ngày chiêng ngày bong pôn vay để quạt khom prang nên quạt tổ tua ban ca đặt nhà tăng chặt cà phê tức đây triệt miệt phùm hai quạt không còn hot ai toแต่ soft บตุបីchỉ quạt đọ thoi màក្រោយមករយៈពេលសិនដើម្បីរក្សាជីវិតព្រោះយើងទៅប្រយុទ្ធជាមួយនឹងគ្រឿងយន្តកំភ្លើងក្របបែកចង្កោម drone អត់អាចទៅយកជីវិតទៅបថុយបឋានបែបនេះបានហើយយើងគិតថាយើងត្រូវតែតតាំងដាច់ខាតមិនអាចនឹងដកចេញពីសមរភូមិណាបានទេវាអត់អាចទៅរួចបើយើងមានស្អីទម្លាក់អាយន្តហោះរបស់គេអាហ្នឹងខ្ញុំជឿថាយើងអាចនៅឈរជើងបានមិនអីទេហើយបើយើងទម្លាក់យន្តហោះគេអស់ហើយយើងរត់ចោលសមរភូមិអាហ្នឹងពួកគាត់កំសាតែនេះមិនមែនជាភាពកំសាញីទេគឺជាការប្រយុទ្ធដ៏អយុត្តិធម៌ហើយតំបន់ទាំងអស់ហ្នឹងយើងទទួលស្គាល់សិនទៅថាគេយកបានហើយព្រោះគេមានរូបថតរាល់ថ្ងៃប៉ុន្តែចិញ្ចឹមចិត្តរបស់យើងឈឺចាប់បង្កាត់ទៅជាភ្លើងកំហឹងនៅក្នុងការសងសឹកបែបផ្លូវអន្តរជាតិវិញគឺតឡាការយុទ្ធធរអន្តរជាតិនិងតឡាការព្រហ្មទណ្ឌអន្តរជាតិឲ្យចាំមើលខ្ញុំនិយាយអំពីការជឿពេលរបស់យើងបន្តិចតកតងនឹងរឿងតឡាការនេះនៅក្នុងការបកស្រាយបន្តិចទៀតរបស់ខ្ញុំប៉ុន្តែខ្ញុំចូលទៅក្នុងលក្ខខណ្ឌ72ម៉ោងបន្តទៀតសិនហេតុអីបានជា72ម៉ោងតើមានអីហេតុអីបានជាថៃគិតថាបើអត់មាន snow ក្របកំភ្លើងមួយក្របសោះនៅក្នុងរយៈពេល72ម៉ោងគឺថៃគឺគេនឹងអាចពិចារណាដោះលែងទាហានយើងទាំង18នាក់ទៀតស្ដាប់ទៅដូចជាធូរចិត្តដែរបងប្អូនព្រោះបើសិនជាយើងអត់មានផ្ទុះអាវុធឬក៏ថាអត់មាន snow ក្របកំភ្លើងបាញ់គ្នានៅក្នុងរយៈពេល72ម៉ោងនេះគឺយើងបានទាហានយើងទាំង18នាក់ដែលខ្មែរយើងទន្ទឹងរង់ចាំយ៉ាងយូរណាស់ព្រោះទាហាន18នាក់នេះគឺជាចំណាប់ខ្មាំងដែលថៃចាប់យកទៅឃុំក្រងខុសច្បាប់យូរថ្ងៃហើយយូរខែហើយប៉ុន្តែលោកអនុទិនច័ន្ទវរៈគុលថាលក្ខខណ្ឌគឺទាល់តែ72ម៉ោងនេះអត់មាន snow ផ្ទុះក្របកំភ្លើងមួយគ្រាប់សោះចេញពីខាងភាគីកម្ពុជាទៅគេពិចារណានេះពិចារណាទៅទៀតអត់មានដោះលែងភ្លាមទេពិចារណាដោះលែងទាហានខ្មែរយើងទាំង18នាក់ខ្ញុំជឿថានេះអាចជាលក្ខខណ្ឌកម្ពុជាទាមទារដែរព្រោះអីយើងកម្ពុជាក៏ទាមទារឲ្យទាហានយើងនឹងថៃដោះលែងមកវិញខ្ញុំជឿថាមិនមែនតេថៃដោះលែងទេអញ្ចឹងអាចយើងអាចមានកម្រិតមួយបើទោះខាងកម្ពុជាមិននិយាយអីសោះការសន្និដ្ឋានរបស់ខ្ញុំជឿថាក្រមគណៈប្រតិភូកម្ពុជាច្បាស់ជាតតាំងលើកសំណើសូមឲ្យថៃដោះលែងទាហានខ្មែរ18នាក់សិនដែរហើយយ៉ាងហោចណាស់ក៏បានឲ្យគាត់ចេញមកវិញដែរបើអញ្ចឹងមិនមែនថៃចេញតេមកនិយាយពីរឿងដោះលែងទាហាន18នាក់ក្រោយការអនុវត្តបទឈប់បាញ់សាកល្បង72ម៉ោងនេះឲ្យបានប្រសិទ្ធភាពសិនតាមពិតថៃធ្វើតេស្តហើយគេហៅភាពស្មោះត្រង់ហើយចង់បង្ហាញពិភពលោកឲ្យឃើញថាតើអ្នកណាសមោចក្នុងខោឲ្យប្រកាសម្ដងនេះគឺថៃខូចប៉ុន្តែឆ្លាតមែនតើហើយបងប្អូនសាកគិតទៅមើលនៅក្នុងរយៈពេល72ម៉ោងតើគេចាប់អនុវត្តពីពេលណាទៅ72ម៉ោងនេះបើតាមខ្ញុំសន្និដ្ឋានគឺអាចនឹងអនុវត្តត្រឹមម៉ោង10យប់ថ្ងៃទី27ស្អែកនេះ10យប់ថ្ងៃទី27ឬក៏អាច12យប់ចិត្តរំលងអាត្រិតថ្ងៃទី27នៅពេលដែលក្រោយការជួបគ្នារវាងលោកណាត់តភុងណាផានិចហើយនឹងលោកទាសីហាដែលជារដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជានឹងបានន័យថានៅពេលដែលរដ្ឋមន្ត្រីការពារជាតិទាំងពីរជួបគ្នាក្នុងក្របខ័ណ្ឌមន្ត្រីកម្ពុជាផ្នែកក្រសួងការពារជាតិនៃក្របខ័ណ្ឌគណៈកម្មាធិការព្រំដែនទូទៅនៅថ្ងៃទី27ស្អែកនេះបានន័យថានៅយប់ហ្នឹងយប់ស្អែកហ្នឹងម៉ោង10យ៉ាងយូរខ្ញុំគិតថាគួរតែមានការអនុវត្តបទឈប់បាញ់នឹងដោយភាគីកម្ពុជាទៅមុនហើយបងប្អូនដោយសារតែថៃគេចាំមើលការពិតថៃក៏ត្រូវតែឈប់បាញ់ដែរប៉ុន្តែគេចាំមើលការឈប់បាញ់ពីកម្ពុជាហើយទៅគេថាបើសិនជាមានបទឈប់បាញ់ទៀតគឺគេវាយគ្នាឡើងវិញទៀតអត់មានវិលទៅរកការបទឈប់ហើយថៃគេលោកអនុទិនច័ន្ទវរៈគុលថ្ងៃនេះហ្នឹងគឺថាអូគេបានក្បាលមីក្រូណាគេប្រាប់សហគមន៍អន្តរជាតិថាថៃគឺជាអ្នកស្រឡាញ់សន្តិភាពគេគោរពតាមកិច្ចព្រមព្រៀងសេចក្តីថ្លែងការណ៍រួមរបស់ទីក្រុងកូឡាឡាំពួរនឹងយូរហើយគេធ្វើតែអញ្ចឹងតា
កម្ពុជាទេដែលស្រមោចក្នុងខោដែលធ្វើឲ្យមានគ្រោះថ្នាក់ដល់ទាហានថៃនិងបូរណភាពដែនអធិបតេយ្យរបស់ថៃដែលថៃត្រូវតែវាយដណ្ដើមយកឲ្យបានហើយបង្ក្រាបឲ្យតដៃថៃអត់បានអាហ្នឹងដោយសារតែរឿងគេចោទមកថាទាហានខ្មែរយើងខាងកម្ពុជាយើងថាស្រមោចក្នុងខោទៀតតាមពិតគេទេមិនមែនតែស្រមោចក្នុងខោទេបងប្អូនវាចូលដល់អម៉ាល់ក្នុងខោទៀតព្រោះគឺថានៅអត់ស្ងៀមខ្លាំងមែនតើប៉ុន្តែឥឡូវគេចាប់ផ្ដើមកែប្រវត្តិសាស្ត្រហើយកែការយល់ឃើញរបស់សហគមន៍អន្តរជាតិដោយសារតែគេអឿគេថាកម្ពុជាព្រមតាមសំណើធ្វើ72ម៉ោងសាឡបឃើញថៃធ្វើបាបផ្លូវចិត្តកម្ពុជាមួយត្រង់ថាឲ្យយើងអនុវត្ត72ម៉ោងបានន័យថាម៉េចបងប្អូន3ថ្ងៃជាប់គ្នាបើយក3ថ្ងៃសិនបើយើងធ្វើមិនបានទេអាហ្នឹងគេចាំឲ្យសហគមន៍អន្តរជាតិមើលយើងហេតុអីបានខ្ញុំថាថៃធ្វើជាអារម្មណ៍កម្ពុជាយ៉ាងនេះម្ដងទៀតបងប្អូនអា72ម៉ោងហ្នឹងខ្ញុំសប្បាយចិត្តយ៉ាងហោចណាស់ក៏មានបទឈប់បាញ់យ៉ាងហោចណាស់ក៏ស្បើយកុំឲ្យប្រជាពលរដ្ឋលោកបារម្ភណាស់ប្រជាពលរដ្ឋជនភៀសសឹកទាំងខ្មែរទាំងថៃរត់ប្រសាចខ្វះទឹកខ្វះផុកអូយពិបាកវេទនាភ្នែកណាស់លោកអើយ50ឆ្នាំក្រោយសង្គ្រាមរ៉ាំរ៉ៃនៅកម្ពុជាប្រជាពលរដ្ឋខ្មែរមើលទៅដូចនៅក្នុងរបប79អញ្ចឹងកាន់ផ្តិលកាន់អីអើយរកម្មភ្នែកណាស់បងប្អូនយើង50ឆ្នាំក្រោយសង្គ្រាមយើងមើលទៅដូចយើងឃើញកំពុងតែកើតឡើងកាលសម័យ79នាំគ្នាកាន់ផ្តិលកាន់អីទៅទទួលយកអំណោយពីកបាក់ក្រហមឬក៏សប្បុរសជនអូវេទនាអីយ៉ាងនេះបងប្អូនវេទនាភ្នែកមែនតើអាសូរបងប្អូនប្រជាពលរដ្ឋកម្ពុជាដែល50ឆ្នាំនៅក្នុងការដែលរួចពីសង្គ្រាមវិលទៅរកគ្រាន់តែមានផ្ទុះគ្រាប់ឯកក្ដុងគឺយើងឃើញថាយើងវេទនានៅដដែលយើងវេទនាទាំងសង្គ្រាមវេទនាទាំងជីវភាពឥឡូវនេះគឺ72ម៉ោងហ្នឹងដូចខ្ញុំនិយាយអញ្ចឹងថាវាដូចគ្នានឹងកម្ពុជាប្រកាសមុនអញ្ចឹងថាយើងឈប់បាញ់ពួកអីគេតាមឃ្លាំមើលយើងតែណាស់ហើយកុំទៅរករឿងកម្ពុជាឯងបងប្អូនសំខាន់វាបានបត់ឈប់បាញ់គ្នាមួយប៉ុន្តែសំណួរសួរទៅវិញចេះថាយើងអ្នកណាអាចអនុវត្តរឿងនេះបានហើយបើថៃគេចាំតែអង្គុយមើលថាបើលឺផ្ទុះក្ដួងទៀតយើងគេរករឿងយើងតើធ្វើបាបផ្លូវចិត្តទាហានកម្ពុជាយើងដល់ណាទៀតយើងមករំលោភឈ្លានពានដែនអធិបតេយ្យកម្ពុជាគ្រប់ចំណុចនៅព្រំដែនយកប្រាសាទខ្មែរយកទៅគ្រប់គ្រងបាញ់ខ្ទេចខ្ទីរំលាយរូបបដិមាព្រះវិស្ណុនៅច្រកអានសេះលើកទង់ជ័យនៅអូភ្លុកដំរីថ្មដាប្រាសាទតាមាន់តូចប្រាសាទតាមាន់ធំភ្នំទ្របតាថាវផ្ទះ3កន្លែងផ្សេងទៀតដែលខ្ញុំរៀបរាប់មិនអស់ទេវាច្រើនណាស់ឥឡូវនេះភូមិព្រៃច័ន្ទនិងភូមិជោគជ័យបងប្អូនប្រជាពលរដ្ឋខ្លោចផ្សាររត់ចោលផ្ទះសម្បែងអស់ថ្ងៃនេះរត់ក្រោះថៃចូលទៅបុកបាញ់រះចូលក្នុងភូមិប្រជាពលរដ្ឋធ្វើដូចសមរភូមិក្តៅដែលដីដូនតាពួកគាត់ទុកពីអង្កលអញ្ចឹងដែលជាដីរបស់ខ្មែរដែនអធិបតេយ្យរបស់ខ្មែរគ្រាប់បែកផ្លោងទម្លាក់ពី F16 ស្រោចយើងដំបងឃើញថៃបញ្ចេញយន្តហោះតេហាសំទោសតេ50តេហារបស់កូរ៉េខាងត្បូងមកប្រហែលជាថៃផ្អាកការបាញ់របស់ F16 មករយៈសិនដឹងអីឃើញប្រតិកម្មអត់យកមកដាក់ឯង30-40គ្រាប់ទៀតថ្ងៃហ្នឹងគ្រាប់ផ្លោងចូលភូមិព្រៃច័ន្ទហើយភូមិជោគជ័យបើតាមក្រសួងការពារជាតិរាយការណ៍ថ្ងៃហ្នឹងមានមិនតិចជាង360គ្រាប់ទេបងប្អូនគឺសន្ធាប់ជាសមរភូមិក្តៅខ្ទេចខ្ទីភូមិឋានប្រជាពលរដ្ឋរស់នៅស៊ីវិលឥឡូវថៃគេប្រាប់ថាគេគ្រប់គ្រងបានអាភូមិព្រៃច័ន្ទហ្នឹងនិងភូមិជោគជ័យទាំងស្រុងហើយនិងភូមិមួយក្បែរហ្នឹងទៀតដែលថៃចិញ្ចឹមចិត្តចង់គ្រប់គ្រងយកបានអស់ហើយគ្រាន់តែថាថៃគេប្រកាសដែរសមរភូមិដ៏ក្តៅថ្ងៃនេះគឺមានទាហានថៃ3នាក់ស្លាប់បាត់បង់ជីវិតនៅឯភូមិជោគជ័យអាចនឹងមកពីការបាញ់សន្ធាប់របស់ BM21 របស់កម្ពុជាដែរហើយគេយកឱកាសហ្នឹងដើម្បីថ្កោលទោសកម្ពុជានៅការស្លាប់ទាហានគេអានេះគេថ្កោលទោសយើងនៅពេលចូលមកលួចមាន់យើងហើយឆក់ใส่ភ្លើងងាប់អានេះចូលដល់ធွာនឹងដែរនិយាយទៅយើងឬក៏ចូលមកចំប៉ះអ្នកគេការពារធុងមាន់ទាត់ធាក់ទៅឆ្អល់ចុកទៅក៏ដាច់ខ្យល់ស្លាប់ទៅឥឡូវមករករឿងម្ចាស់ផ្ទះដែលការពារទ្រព្យទៅវិញហើយគេប្រកាសប្រាប់ថ្កោលទោសយើងមកចូលលួចទ្រព្យយើងស្លាប់ទាហានខ្លួនឯងដោយសារតែការម្ចាស់ទ្រព្យការពារឥឡូវមកថ្កោលទោសម្ចាស់ទ្រព្យថាធ្វើឲ្យទាហានថៃស្លាប់ពលីដើម្បីបុព្វហេតុជាតិមាតុភូមិទាហានថៃសប្តាហ៍នេះស្លាប់អត់ខុសពីទាហានរុស្ស៊ីដែលទៅឈ្លានពានអ៊ុយក្រែនទេសហគមន៍អន្តរជាតិគេថ្កោលទោសថាអ្នកទៅបំពេញឈ្លានពានគេពិភពលោកគេមិនចង់ឲ្យមានការស្លាប់ទេប៉ុន្តែគេថាធ្វើមិន
ហេតុអីបានជាអ្នកឯងចូលទៅឈ្លានពានទឹកដីរបស់គេសំតែនឹងស្លាប់អីអញ្ចឹងទៅវាសោកស្ដាយបងប្អូនខ្ញុំក៏ចូលរួមរំលែកទុក្ខចំពោះអ្នកដែលស្លាប់បាត់បង់ជីវិត